សម្ដេចតេជោហ៊ុនសែនបានលើកឡើងថាល្បែងគំរាមរបស់ថៃឈប់លក់ប្រេងឲ្យកម្ពុជាដែលនាំដល់ការខាតបង់ខ្លួនឯងដោយសម្ដេចណែនាំឲ្យរាជរដ្ឋាភិបាលពិចារណានិងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃកម្ពុជាបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025ដោយមានខ្លឹមសារទាំងស្រុងថាល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯងថ្ងៃនេះឃើញបកប្រឆាំងថៃមួយជូនយោបល់ទៅរាជរដ្ឋាភិបាលថៃឲ្យឈប់លក់ប្រេងឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់យើងសូមបញ្ជាក់ទៅអ្នកវិញថាយើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេតើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេបើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះសម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀតបញ្ហាពលករពេលមុនពួកអ្នកមើលងាយនឹងរើសអើងពលករខ្មែរនិងយកពលករធ្វើជាចំណាប់ខ្មាំងផងនិងគំរាមយើងផងតែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្តនិងលួងលោមពលករព្រោះបើពលករខ្មែរចាក់ចេញរោងចក្រកសិដ្ឋានក្រុមហ៊ុនការដ្ឋានសំណង់មួយចំនួនអាចត្រូវបិទទ្វារព្រោះខ្វះកម្លាំងពលកម្មបើពួកអ្នកក្លាហានសូមពួកអ្នកបណ្ដេញពលករខ្មែរសាកល្បងមើលតើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះឬទេល្បែងប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះតើគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិនព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃដែលកំពុងមានស្ថានីយ៍ប្រេងលក់នៅកម្ពុជាឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជាក្នុងនាមជាប្រធានគណៈបកខ្ញុំសូមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណានិងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀតនិងចំពោះមកប្រសិនបើច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទតាំងពីគ្រឿងស្រវឹងភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទជំនួសដែលប្រើប្រាស់ផលិតផលនៅក្នុងស្រុកឬផលិតផលនាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសថៃប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយលើសពីព្រំដែនកម្ពុជានិងលើសពីឆ្នាំ2030